ប្រសិនបើយើងចាសារទៅគេនៅក្នុង Telegram ហើយយើងសរសេរខុសឬក៏ច្រឡំអញ្ចឹងតើយើងត្រូវធ្វើទៅមិនដេចបាទវីដេអូនេះខ្ញុំនឹងប្រាប់អំពីការលុបសារដែលយើងផ្ញើទៅគេច្រឡំមិនឲ្យគេមើលឃើញសារទៀតបាទអញ្ចឹងលុបទៅគឺបាត់ទាំងយើងបាត់ទាំងគេហើយចំណុចទី2គឺការលាក់នៅលេខទូរស័ព្ទរបស់យើងនៅក្នុង Telegram អញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅ Telegram ទាំងអស់គ្នាហើយខ្ញុំចូល Telegram របស់ខ្ញុំបាទបន្ទាប់ពីចូល Telegram ហើយខ្ញុំឧទាហរណ៍ថាខ្ញុំផ្ញើឯកសារមួយទៅគេបាទអញ្ចឹងខ្ញុំឯកសារមួយទៅគេអញ្ចឹងមកខ្ញុំសរសេរក៏មកខ្ញុំឥឡូវខ្ញុំដាក់សួស្តីបាទអញ្ចឹងខ្ញុំបានផ្ញើឯកសារទៅ Telegram របស់ខ្ញុំមួយទៀតឥឡូវដើម្បីលុបនៅសារហ្នឹងសារសួស្តីហ្នឹងកុំឲ្យ Telegram មួយទៀតឃើញហើយក្នុងនេះក៏បាត់ដែរអញ្ចឹងគឺបងប្អូនគាត់តែចុចលើវាជាប់មកបាទបន្ទាប់មកយករូបសញ្ញាធំសម្រាប់ហ្នឹងខាងលើនេះបាទបន្តមកទៀតគឺបងប្អូនត្រូវ tick ពាក្យថា also delete from បានន័យថា delete អ្នកដែលយើងផ្ញើទៅអញ្ចឹងត្រូវ tick លើវាបាទបន្ទាប់ពី tick ហើយគឺចុចពាក្យ delete បាទអញ្ចឹងគឺបាត់ទាំងយើងបាត់ទាំង Telegram ដែលយើងផ្ញើទៅគឺគេអត់ឃើញទេបាទនេះចំណុចទី1ហើយទី2ការលាក់នៅលេខទូរស័ព្ទរបស់យើងអញ្ចឹងខ្ញុំថយមកវិញអញ្ចឹងការលាក់លេខទូរស័ព្ទរបស់យើងគឺបងប្អូនចូលទៅក្នុងកន្លែងទីត្រេ3នេះចូលលើវាមកបាទតមកទៀតគឺបងប្អូនយកពាក្យថា setting បាទបន្ទាប់ពីយកពាក្យថា setting ហើយគឺបងប្អូន scroll រមើលពាក្យថា privacy and security បាទនេះបាទចឹងចុចលើវាមកបាទបន្ទាប់ពីចុច privacy and security ហើយបងប្អូនមើលពាក្យនេះគេដាក់ថា phone number ចឹងចុចលើពាក្យថា phone number ហ្នឹងមកបាទបន្ទាប់ពីចុច phone number គឺបងប្អូនឃើញខាងលើនេះគេដាក់ថា everybody my contact and nobody ខាងលើនេះបានន័យថាអ្នកណាបើសិនជាយើង tick អាហ្នឹងបានន័យថាអ្នកណាក៏អាចឃើញលេខទូរស័ព្ទរបស់យើងដែរហើយបើtick ទី2 my contact នេះបានន័យថាតើតែអ្នក save លេខទូរស័ព្ទរបស់យើងគឺគេអាចឃើញនៅTelegram របស់យើងដែរឃើញលេខទូរស័ព្ទរបស់យើងហើយចំណុចទី3គឺ nobody បានន័យថាអ្នកណាក៏មិនអាចមើលឃើញលេខទូរស័ព្ទរបស់យើងដែរបាទអញ្ចឹងគឺខ្ញុំយក nobody បាទដោយសារខ្ញុំ tick រួចហើយខ្ញុំអត់ចាំបាច់ tick ទៀតទេអញ្ចឹងបើអ្នកទាំងអស់គ្នានៅ everybody គឺយកពាក្យថា nobody មកហើយកន្លែងទី2នេះគឺគេសួរថាតើអ្នកណាអាចស្វែងរកលេខទូរស័ព្ទរបស់យើងបានអញ្ចឹងខ្ញុំដាក់ថា everybody អញ្ចឹងអ្នកណាក៏អាចស្វែងរកលេខទូរស័ព្ទយើងបានដែរឲ្យតែគេចុចលេខទូរស័ព្ទយើងនៅក្នុង Telegram ហ្នឹងគឺគេអាចស្វែងរកបានដែរបើសិនជាអ្នកនរគ្នាយក my contact បានន័យថាតើតែយើង save លេខរបស់គេឲ្យគេ save លេខរបស់យើងដែរបានអាចរក Telegram នេះឃើញបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងហើយបើមានចម្ងល់អីអាច comment ខាងក្រោមបានសូមអរគុណ